Finally ពួកយើងត្រឡប់មកវិញជាមួយនឹង Day 3 in Saigon និយាយថាដំណើរកំសាន្តនេះគឺមិនមែនជាដំណើរកំសាន្តធម្មតាទេគឺជាលំដាប់កូនមហាសេដ្ឋីថ្ងៃហ្នឹងគឺជាថ្ងៃទី3ហើយអញ្ចឹងពួកខ្ញុំពុះពៀនណាស់ទៅញ៉ាំបាយពេលព្រឹកនៅកន្លែងនេះដែលគេល្បីហ្នឹងគឺខ្ញុំឃើញបង influencer ពីខ្មែរទៅគឺចូលចិត្តណាស់ទៅញ៉ាំនៅហ្នឹងចាសុំ rate នៅហ្នឹងឲ្យ10លើ10ឯណាណាឆ្ងាញ់ហ្មងហើយសំខាន់ច្រើនទៀតណានិយាយពីថាម្នាក់ទទួលទានបាយពេលព្រឹកហើយអត់ចេះស្កប់ស្កល់ទេណានាំគ្នាដើរទៅឆាជីអូដម្នាក់មកកែផឹកនេះអូយបថយបហិនលុយសាហាវបន្ទាប់ពីអង្គុយសម្រាកនៅក្នុងឆាជីនឹងអស់រយៈពេល1ម៉ោងមកក៏ពួកចាយបែកកណ្ដិតនាំគ្នាទៅ close apartment បន្តទៀតគាត់ទៅឃើញគេមក review នៅហ្នឹងមែនឥឡូវមកខ្លួនឯងបាត់ដឹងថាវាខ្វះកខ្លាំងប៉ុណ្ណាសាកសម័យមើលតាំងពី cast រហូតដល់ខ្ញុំដើរឆោតការហើយឃើញហាងគេ2ជាន់អញ្ចឹងប៉ុន្តែកៅអៅអត់មានជាន់គ្នាណាខ្ញុំទៅដល់ហ្នឹងសប្បាយដៃនឹងទិញហ្មងអត់ជឿទេមើលទៅថងកៅអៅក៏ដឹងដែរថាសប្បាយទិញខ្លាំងប៉ុណ្ណាដើរទិញអីវ៉ាន់ហត់ប៉ុណ្ណឹងហើយអញ្ចឹងយើងចូលជួលលីប៊ីដើម្បីខ្ចប់អាហារពេលថ្ងៃរបស់យើងសិនណាហើយមើលតែអីវ៉ាន់មីសាក់ឆេះនៅមុខហ្នឹងអីវ៉ាន់វាតែឯងដាក់ឡើងចង់កន្លះឡានហើយមានតែឥឡូវសុំ recap មកពេលល្ងាចវិញណាអញ្ចឹងនៅសប្តាហ៍ថ្ងៃហ្នឹងគឺជាថ្ងៃទី3របស់ពួកខ្ញុំហើយអញ្ចឹងសុំទៅប្រហៅលុយនៅ district 3ណាតែតែបាត់ចិត្តយើងវារៀងខ្សោយតាមហ្នឹងអញ្ចឹងពេលហ្នឹងខ្ញុំក៏ធ្វើ mission $50 ដើរនៅម្ដុំ district 3ចំពោះ$50ហ្នឹងអានោះខ្ញុំ set តែសម្រាប់ដើរទិញកៅអៅនៅម្ដុំហ្នឹងណាខ្ញុំអត់មានគិតថាខ្ញុំដើរទិញអីផ្សេងឯងគឺ focus ទៅលើតែកៅអៅ only សាកសម័យមើលកាន់50រៀលដើរតាំងពីដើមផ្លូវដល់ចុងផ្លូវនេះអ្នកតែនេះគាត់តែមើលថងខ្ញុំដើរកាន់នោះគឺដឹងហើយថាសប្បាយដើរទិញប៉ុណ្ណាបន្ទាប់ពីដើរទិញរៀងចុកជើងអីចឹងទៅក៏ពួកយើងនាំគ្នាបដូរទីតាំងទៅទិញ snack ម្ដងខ្ញុំថាមកហ្នឹងអត់ទិញទេចុះឡើងបានមកថងគេនឹងឯងដែរជមើពេលស្រក់ថងបានដឹងថាមានរបស់ខ្លួនឯងក្នុងនោះទៀតឡងនៅ Saigon ចប់ប៉ុណ្្នឹងឯណា love you